សូមគោរពនឹងជំរាបសួរលោកអ្នកដែលកំពុងតែតាមដានទស្សនាកម្មវិធីហងមាសព័ត៌មានពេលព្រឹកវគ្គទី2បាទសូមស្វាគមន៍ប្រិមិត្តយើងវិលមកជួបគ្នាសម្រាប់ចុងសប្តាហ៍ថ្ងៃសុក្រចា៎បាទថ្ងៃនេះដាក់អាវចាប់ទៅវត្តភ្លាមចា៎បិណ្ឌទីប៉ុន្មានកញ្ញាចា៎ថ្ងៃនេះគឺបិណ្ឌទី12ហើយបិណ្ឌទី12ណាបាទអញ្ចឹងយើងមានឱកាសសម្រាប់ទៅបោះបាយបិណ្ឌហើយព្រឹកស្អែកនេះចា៎ណាពីព្រោះយើងស្អែកអត់បានផ្សាយអញ្ចឹងងើបពីព្រលឹមទៅបោះបាយបិណ្ឌបានហើយមិនត្រឹមតែមិនបានផ្សាយថ្ងៃសៅរ៍ថ្ងៃអាទិត្យទេព្រោះដោយសារតែយើងបានមានពេលសម្រាប់រហូតដល់ប្រជុំធំចា៎បាទអញ្ចឹងរហូតដល់ថ្ងៃច័ន្ទថ្ងៃអង្គារបាទអញ្ចឹងប្រិមិត្តនឹងបានទស្សនានៅព័ត៌មានលើកញ្ចក់ទូរទស្សន៍ហងមាសវិញនៅថ្ងៃពុធចា៎បាទនឹងជួបមុខគ្នាវិញអញ្ចឹងថ្ងៃនេះគឺជាថ្ងៃចុងក្រោយនៃកម្មវិធីព័ត៌មានហើយជាថ្ងៃចុងសប្តាហ៍ផងបាទអញ្ចឹងក្នុងរយៈពេលប្រហែលថ្ងៃនេះលោកអ្នកដែលធ្វើដំណើរទៅស្រុកកំណើតបាទជួបបងប្អូនជាដូនជាតាធ្វើបុណ្យនៅតាមវត្តអារាមបាទនោះនឹងសប្បាយរីករាយបានជួបជុំគ្នាក្រោយពេលដែលបញ្ចប់ការងារនៅកន្លែងផ្សេងគ្នាបាទអញ្ចឹងថ្ងៃនេះគឺអ្នកដែលមកបម្រើធ្វើការងារនៅទីក្រុងភ្នំពេញមានការងារសំណង់ការងាររមណីយដ្ឋានការងារអូតែលការងាររោងចក្រសហគ្រាសបាទនិងមន្ត្រីរាជការខ្លះគាត់ចាប់ដើមចេញដំណើរបដាហើយទៅស្រុកកំណើតបាទហើយបើបានជាទៅដល់ស្រុកកំណើតហើយបើបានសប្បាយជួបជុំសុំកុំឲ្យមានអំពើហិង្សាកើតឡើងនៅពេលដែលយើងជួបជុំគ្នាហូបចុកសប្បាយបាទរក្សាភាពស្ងប់ស្ងៀមញញឹមដាក់គ្នាធ្វើបុណ្យសន្សំកុសលបាទជួបជុំបងប្អូនយើងសប្បាយប៉ុណ្ណឹងបានបាទតិចទៀតខ្ញុំនឹងជម្រាបជូនថាតើឥឡូវការចាក់ចែងរបស់បងប្អូនប្រជាពលរដ្ឋពីទីក្រុងភ្នំពេញយ៉ាងម៉េចហើយពលកររបស់យើងដែលធ្វើការងារនៅឯប្រទេសថៃនោះគាត់សម្រុកមកយ៉ាងម៉េចបាទនឹងបានជ្រាបព័ត៌មានហើយល្ងាចមិញនេះលោកអ្នកនៅពេលដែលភ្លៀងមួយមេធំបានបង្អុរចុះនៅក្នុងទីក្រុងភ្នំពេញធ្វើឲ្យតំបន់មួយចំនួននៅផ្នែកជាយខាងលិចក្រុងលិចខ្លាំងមែនទែនហើយក្នុងទីក្រុងភ្នំពេញក៏លិចដែរបាទនេះគឺភ្លៀងយប់មិញនេះហើយកញ្ញាផ្ទះនៅតាណានៅម្ដុំរងកុនលុញនោះអត់លិចទេណាពួកឯងនាងខ្ញុំពេលដែលនាងខ្ញុំទៅដល់ផ្ទះហ្នឹងបានមេចាប់ដើមភ្លៀងចាហើយបានចេញទៅក្រៅទៀតទេចេញហ្នឹងតែគាត់ចង់និយាយតាមផ្ទះហ្នឹងអត់លិចអត់ទេអត់លិចទេផ្ទះនាងខ្ញុំបាទលោកអ្នកផ្លូវកម្ពុជាក្រោមក៏លិចជ្រៅបាទព្រោះភ្លៀងយប់មិញនេះខ្លាំងណាស់តែបើយើងមកពីភ្លៀងយប់មិញនេះគឺតាំងពីម៉ោង6ម៉ោង5កន្លះមកគឺភ្លៀងនៅមួយជួរខាងលិចភ្នំពេញយូរជាងគេប៉ុន្តែដល់ពេលហួសមកកើតមកដល់មួយជួរខាងខណ្ឌពូសាខណ្ឌមានជ័យខណ្ឌច្បារអំពៅខណ្ឌជួយចង្វាយណាគឺតិចវិញចាបាទប៉ុន្តែចាប់ពីខណ្ឌទួលគោកទៅលិចបាទទៅពូសែនជ័យទៅដង្កោទៅអង្គស្នួលទៅខ្លាំងមែនទែនភ្លៀងខ្លាំងដែលធ្វើឲ្យផ្លូវមួយចំនួនដូចជាផ្លូវសហព័ន្ធរុស្ស៊ីនៅខាងលិចពលានយន្តហោះអន្តរជាតិភ្នំពេញទៅរង្វង់មូលចំចៅលិចមកជួរអស់នោះធ្វើឲ្យកកស្ទះតំបន់នោះតែម្ដងបាទនេះគឺភ្លៀងយប់មិញហ្នឹងលោកអ្នកប៉ុន្តែសម្រាប់នៅខេត្តផ្សេងមិនដឹងជាភ្លៀងឬក៏យ៉ាងម៉េចទេបាទតែគាត់នៅក្នុងទីក្រុងភ្នំពេញនិងជាទីក្រុងភ្នំពេញកាលពីយប់មិញនេះគឺលិចបដាហើយម៉ូតូហ្នឹងបដាបាទនេះប៉ុន្តែគាត់នៅក្រោយបន្តិចមកវាស្រកទៅវិញទេដូចជាខាងលោកសំពិសិដ្ឋដែលជាប្រធានមន្ត្រីសាធារណការលោកបានបញ្ជាក់ឲ្យថាដោយសារតែកម្រិតទឹកភ្លៀងហ្នឹងគឺវាបានលើសកំណត់សង់ទីម៉ែត្រដែលត្រួតត្រងនៃការហូរចេញនៃលូនោះវាអត់អាចត្រួតបានប៉ុន្តែវាមិនលិចយូរណាចូលផ្ទះទៅហើយបាទអញ្ចឹងហើយបានជាគេរកឃើញថាមូលហេតុដែលទឹកលិចនេះដោយសារតែបញ្ហាភ្លៀងបាទបើសិនជាមិនភ្លៀងគឺមិនលិចទេបាទអញ្ចឹងហើយទន្ទឹមនឹងភ្លៀងខ្លាំងហើយលិចសូមឲ្យ
บางคนไปเจอบรอดบ่យើងបញ្ហាសម្រាមហ្នឹងក៏ជាបញ្ហាដែលត្រូវយល់ដឹងដែរកុំឲ្យចោលនៅមាត់លូមាត់អីចឹងទៅបាទនេះគាត់ថារំលេចឲ្យដឹងតិចតិចទេប៉ុន្តែទន្ទឹមនឹងភ្លៀងលិចនៅតាមផ្លូវមួយចំនួនហ្នឹងវាអាចបង្ហាញថាណែពិធីបុណ្យភ្ជុំបិណ្ឌវាត្រជាក់ត្រជុំអញ្ចឹងបាទត្រជាក់ជុំអញ្ចឹងប៉ុន្តែកុំឲ្យអាភ្លៀងលិចហើយវាទុះសេខ្សែភ្លើងឆេះផ្ទះនោះទៀតចាមានបាទវាមានឲ្យឆេះផ្ទះនោះទៀតនេះផ្លូវនៅខាងលិចពលានយន្តហោះអន្តរជាតិភ្នំពេញលោកអ្នកផ្លូវតាមសហព័ន្ធរុស្ស៊ីមកជួរនឹងលិចរហូតហើយវាកំពុងតែមានការព្រួយបារម្ភនៅខាងមកជួរខាងលិចពលានយន្តហោះនឹងដោយសារតែប្រព័ន្ធលូហើយនឹងប្រព័ន្ធបង្ហៀទឹកនៅខាងលិចពលាននឹងវាអត់ទាន់មានការស្ដារនិងការធ្វើឲ្យប្រសើរឡើងនៅឡើយអញ្ចឹងពីមុនវាមានមកជួរខាងលិចពលាននឹងគឺកន្លែងនឹងតំបន់ស្រែសុតសាតបងខែភ្លៀងម្ដងខ្ជិលតែចាប់ត្រីតំបន់នោះពីមុនមកជួរចិត្តវាមានសពវៀតណាមនោះចានៅគេហៅកន្លែងនោះដងអង្គលបាទកន្លែងរ៉ាដាកន្លែងភូមិព្រៃទាភូមិពាំងជ្រៃភូមិកកាបបាទភូមិព្រៃសាឡាបាទមកជួរនឹងរហូតទៅដល់ភូមិចាក់ជ្រូកភូមិសំរោងក្រោមធ្លាក់ទៅខាងនោះទៅជពូវ័នទៅអីហ្នឹងបាទកន្លែងនៅតំបន់នោះវាប្រព័ន្ធលូហ្នឹងគឺនៅតិចតួចដែលគេមិនទាន់ឃើញប្រព័ន្ធមេលូមេប្រព័ន្ធបលាយមេណាមួយដែលត្រូវបង្ហាចេញពីនោះនៅឡើយទេបាទនេះដែលការកត់សម្គាល់បាទហើយអ្វីដែលយើងទុកសោកសម្រាប់ប្រជាពលរដ្ឋដែលចិត្តដល់ភ្ជុំបិណ្ឌនេះតែផ្ទះរបស់គាត់ត្រូវបានឆេះនេះឆេះអញ្ចឹងឆេះចាទុសេខ្សែភ្លើងដោយសារតែបញ្ហាភ្លៀងដោយសារតែទឹកហ្នឹងអីចាបាទមើលឆេះនៅតាណាមើលសុំគឺឆេះនៅខាងក្រៅក្រសួងបរិស្ថានសង្កាត់ទន្លេបាសាក់ខណ្ឌចំការមុនបាទចាឆេះអស់3ខ្នងចាគឺផ្ទះឈើលើថ្មក្រោមប្រក់សង្កសីចំនួន3ខ្នងត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង 12:30 នាទីរំលងអាត្រាតឈានចូលថ្ងៃទី 9 ខែតុលានៅផ្ទះលេខ 56 ABC តាមបណ្ដោយផ្លូវព្រះសីហនុប្រពន្ធព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាផ្ទះឈើលើថ្មក្រោមប្រក់សង្កសីចំនួន3ខ្នងត្រូវបានអណ្ដាតភ្លើងឆាបឆេះសន្ធោសន្ធៅផ្នែកខាងលើមុនទើបឆ្លងរាលដាលមកជាន់ក្រោមធ្វើឲ្យប្រជាពលរដ្ឋបាននាំគ្នាជញ្ជូនរបស់របរបានមួយចំនួនតូចនិងម៉ូតូបានអូសចេញពីក្នុងផ្ទះមិនបណ្ដាលឲ្យឆេះខូចខាតទេហេតុការណ៍អគ្គិភ័យខាងលើនេះមានវត្តមានរបស់លោកជួនសវណ្ណស្នងការរាជធានីភ្នំពេញចុះទៅជួយអន្តរាគមន៍ជាមួយមន្ត្រីពាក់ព័ន្ធមួយចំនួនផងដែរតាមការសន្និដ្ឋានជំហានដំបូងអគ្គិភ័យនេះបណ្ដាលមកពីទុសេខ្សែភ្លើងបង្កជាអណ្ដាតភ្លើងឆេះអគ្គិភ័យនេះប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុបអស់ចំនួន28គ្រឿងក្នុងនោះរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញចំនួន24គ្រឿងរថយន្តស្រាបៀរកម្ពុជាចំនួន1គ្រឿងនិងរថយន្តរបស់កោះពេជ្រចំនួន3គ្រឿងទើបរលត់អស់ទាំងស្រុងនៅវេលាម៉ោង 1:45 នាទីទម្លងអាត្រាតថ្ងៃដដែលបានន័យថាឆេះ1ម៉ោង1ម៉ោងកន្លះចាបានរលត់ទៅវិញហើយ15នាទីចារលត់ទៅវិញដោយសារតែទុសេខ្សែភ្លើងដែរបាទមិនផ្ទះ3ខ្នង3ខ្នងតែឆេះតិចតិចទេឆេះខ្ទេចឆេះអស់ហ្មងចាឆេះអស់មិនតិចទេខ្ទេចហ្មងខ្ទេចហ្មងចាឆាប់ឆេះអស់ទាំងស្រុងជន់លើលើក្រោមផ្ទះហ្នឹងគឺឈើលើថ្មប្រក់ក្រោមសង្កសីអញ្ចឹងឈើលើថ្មក្រោមផ្ទះឈើលើថ្មក្រោមហើយប្រក់សង្កសីចាអញ្ចឹងនៅកន្លែងតាណាអូនមើលទឹកចេញអូទឹកអ្នកផ្ទះទេមិនទៅណាមិនឡានទឹកអានោះទឹកអញ្ចេញចេញចាប្រហែលជាពេលទឹកអ្នកផ្ទះហ្នឹងអានេះនោះចាប្រហែលមុនឡានទឹកមកដល់ហ្នឹងហើយគ្នាចាប់ដើមតទៅយោតអីជួយសង្គ្រោះបន្ទាន់ហ្នឹងបាទឯងថាតាឡានទឹកចេញអញ្ចេញអញ្ចឹងចាហើយថាផ្លូវហ្នឹងវាតូចផងផ្លូវចូលទៅផ្ទះហ្នឹងតូចផងចូលទៅខាងក្នុងហើយចាមិញសង្កាត់ឲ្យទន្លេបាសាក់ខណ្ឌចំការមុនសង្កាត់ទន្លេបាសាក់ខណ្ឌចំការក្រោយក្រសួងបរិស្ថានចាអញ្ចឹងអូស្គាល់ហើយចឹងក្រោយក្រសួងបរិស្ថានអាកន្លែងខាងក្រោយនោះគឺវាមានផ្លូវតូចឲ្យចូលទៅបាទផ្ទះនៅតំបន់នោះអញ្ចឹងនិយាយរួមទៅផ្ទះកាលពីសម័យសង្គមហ្នឹងក៏ពេលខ្លះដល់ពេលមកពេលនេះបានដឹងថាការសាងសង់អត់សូវមានបច្ចេកទេសល្អប្រហែលដែរទេបើយើងគិតមកទល់លំអនេះប៉ុន្តែកាលពីពេលនោះគេគិតថាល្អចាដល់ការវិវត្តមកដល់ពេលវេលានេះគេថាអត់ល្អទេមានឲ្យមានផ្លូវឌឿងហែមទៅស្អីផ្លូវឌឿងហែមនោះនាំឲ្យពិបាកចូល
bà hãy là mối thưa ơi cầm tại bị bạ trong tha crom chào lui chào chọi ở ta chọn bà này cái đành tám trôi nó đường hãng plus mặt chừng chọc này nè bà bạn đi tôi tên này chun plau lịch hai phượng chẹp tè tiền mệt sao hai bàn tay nếu tại chẹp tè bàn tiết nè tự nhiên bạn nè ở chết đò bồn chùm bần phong hay tìm phật ở lâu nít tè lia lụt bạn bật chết trong ngày chúng mấy bài nên chúng cái tháp hai trình mến phân nâng bụi áo sơn mình mình nơi hướng bà đây bà nè tôi tên này chun tè tàu nè kỳ phê dùng mình phèn thom hái miền là kỳ phê tiền bạn ấy lâu ní xôm bằng vài năm từ tiền này chuyên nghĩa từ mưa poloco là bỏ dương đây cầm pung tay sầm róc giang bỏ pẹt bỏ pun trôn một vị thầy bà trôn một vị thầy để quát ban từ bầm ra ca nghe xâyនៅក្នុងប្រទេសថៃនឹងឥឡូវបានសម្រុកចេញមកតាមច្រកនានានៅតាមច្រកអន្តរជាតិក៏មានច្រកតាមđường hẻmក៏đường hẻmច្រកតាមច្រករបៀងក៏មានបាទច្រកđường hẻmច្រកនៅពេញបាទចតរបៀងនេះពួកគេបានវិលត្រឡប់មកហើយក្នុងមួយថ្ងៃចាប់ដើមពលករដែលសម្រុកចូលមកគឺចាប់ដើមពីថ្ងៃម្សិលមិញហើយនឹងថ្ងៃនេះដែលសម្រុកច្រើនបាទម្សិលមិញពេលល្ងាចហ្នឹងគឺបុកមកច្រើនណាស់បើតាមតួលេខដែលមិនទាន់ផ្លូវការនៅឡើយហ្នឹងគឺក្នុងមួយថ្ងៃតាមច្រកប៉ោយប៉ែតមិនតិចជាងពី3000ទៅ4000នាក់ទេដែលគាត់ចាក់ចេញអញ្ចឹងថ្ងៃនេះអាចច្រើនលើសនឹងតាមទៀតបាទនេះទៅច្រកអន្តរជាតិប៉ោយប៉ែតដែលពួកគេបានសម្រុកចូលមកស្រុកកំណើតវិញបាទមានកូនមានប្រពន្ធមានបងប្អូនដែលទៅបម្រើការងារខុសៗគ្នានៅទីនោះបាទហើយចំណែកឯច្រកដូងឯនោះវិញបាទច្រកដូងនៅខាងខេត្តបាត់ដំបងនេះបើខ្ញុំជួបជាមួយនៅលោកសៅប៊ុនរិទ្ធកាលពីល្ងាចមិញខ្ញុំថាចុះច្រកនឹងយ៉ាងម៉េចដែរលោកសៅប៊ុនរិទ្ធបានបញ្ជាក់ថាច្រកនេះបើតាមលោកសង្កេតហើយនឹងការកត់ត្រាចំពោះពលករដែលចូលមកម្សិលមិញម្សិលមួយថ្ងៃហើយនឹងថ្ងៃនេះបន្តទៀតក្នុងមួយថ្ងៃមិនតិចជាង4000នាក់ទេបាទច្រកដូងអត់មានទេព្រោះសហការីរបស់យើងខាងនោះបញ្ជូនមកអត់ទាន់បាទហ្នឹងពលករដែលកំពុងតែសម្រុកចូលមកស្រុកកំណើតបាទនេះគឺជាទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរយើងដែលពិធីបុណ្យជាតិធំមួយគឺតែងតែពួកគេវិលត្រឡប់មកជួបជុំបងប្អូនមកស្រុកកំណើតបន្ទាប់ពីគេបំពេញការងារនៅក្រៅប្រទេសបាទអញ្ចឹងអ្នកពលករដែលនៅប្រទេសថៃគឺចូលមកស្រុកកំណើតបានអញ្ចឹងប៉ុន្តែសម្រាប់អ្នកគ្នានោះនៅក្រៅប្រទេសនៅប្រទេសក្រៅពីព្រំដែនជាប់គ្នានោះមានដូចជានៅកូរ៉េនៅម៉ាឡេស៊ីនៅចិនបាទនឹងនៅប្រទេសជប៉ុនខ្លះទៀតប៉ុន្តែអ្នកដែលច្រើនជាងគេពលករដែលច្រើនជាងគេគឺកូរ៉េបាទកូរ៉េខាងត្បូងបាទកូរ៉េខាងត្បូងបន្ទាប់មកម៉ាឡេកន្លងមកធ្លាប់រដ្ឋាភិបាលយើងបានបិទមួយរយៈដោយសារតែម៉ាឡេគេតែងតែមើលច្បាប់ពីការថែទាំពលករនេះមិនបានល្អដែលតែងតែបណ្ដោយឲ្យក្រុមឈ្មួញដែលជាក្រុមហ៊ុននឹងធ្វើបាបពលករខ្លាំងពេកកាត់ផ្ដាច់ម្ដងមកហើយតែឥឡូវក្រោយពេលមានការកែប្រែទៅលើ MOU បន្ថែមទៅមានពលករបញ្ជូនបន្តទៅទៀតបាទហើយនឹងនៅចិនក៏មានដែរប៉ុន្តែវាពាក់ព័ន្ធជាមួយនឹងភាគច្រើនដែលខ្មែរយើងទៅធ្វើការនៅទីនោះឬក៏រៀបការអ្នកដែលរងគ្រោះច្រើនជាងគេគឺប្រភេទអ្នកដែលរៀបការទៅប្រទេសចិនតែងតែរងគ្រោះហើយឲ្យរដ្ឋាភិបាលជួយហើយនៅម៉ាឡេនៅថៃតែវាជាប់ព្រំប្រទល់ជាមួយឥណ្ឌូនេស៊ីដែលកំពុងតែជាប់គាត់នៅកណ្ដាលសមុទ្រដែលមិនអាចមកបានបាទខ្លះជាប់នៅកណ្ដាលសមុទ្រតែម្ដងដែលតកែថៃខ្លះគេមិនអនុញ្ញាតឲ្យឡើងគោកដែលធ្វើឲ្យពលករខ្មែររបស់យើងជាប់នៅកណ្ដាលសមុទ្របាទនេះទូទាំងនៃជនច្រកអន្តរជាតិដែលកំពុងតែពលករខ្មែរកំពុងតែសម្រុកចូលមកដើមកំណើតវិញដើម្បីមកលេងបងប្អូននឹងមកចូលរួមក្នុងពិធីបុណ្យប្រជុំបិណ្ឌដែលជាប្រពៃណីរបស់យើងតាំងពីដើមរៀងមកបាទចំណែកនៅក្នុងទីក្រុងភ្នំពេញឯនេះវិញនៅតាមបណ្ដាច្រកនានាហ្នឹងគឺចាប់ផ្ដើមស្ទះជាលើហើយដូចជានៅផ្លូវជាតិលេខ1បាទកំពុងតែ
nẹt đầy chạy chênh những cứ chênh bà đà hai bàn tay con pi bẩn lâm bị bẩn toàn step vào bàn tay lấy chập pi mau nương tới mình đi đây đi ca pi krom ca nghe bao giờ nơi tam bà đà khăn để môi để chọi chênh ấy cứ cặp bông tại step hai bà đôi chia nơi dương chọn theo chia lịch mũi bàn pâu cặp bông tại sầm rọc chênh chui dùng vá chọn theo chia lịch phủ muối có cầm pung tại chén hay cầm lan tạ sĩ hao môi đinh và đào đái hay nơi chọn nơi chom cháu bà đồng vùng mua chom cháu bà hay nâng spin ca dương nơi bà thọ đấy khác nơi cầm spin chẳng mà cái hay nâng cầm rồi dun đằng óc xong cầm chọt nơi cầm spin là mấy tiền môi ấy buồn nó môi stẹt đi mà cái bao nhiêu có trâu tay điệp chom sẽ đạp nó cầm oi quạt chập môi nơi cầm spin này thua oi bánh hà ca cọ stẹt can này khlang bà đôi chơi phơi chuyện lịch pram bà phơi chuyện lịch buôn phơi chuyện lịch pi bà có cầm pung tại step đào đó pan tay là níสมัติcái cầm pung tại riệp chom trim cầm lăng đòi trơn tam cho tranh pi tì krong phnom penh đầm bay sầm rúa cho lại cho đầm bay còn mọi cọ step bà hai nè để chập môi còn chân đây còn bờ tiên bờ tung cái ní bờ giặt bạt bong trọpสมัติkia bà kia từ chi kia chi rồi dùn bỏ dưỡng cả này cái tờ đau để bên nó cái bầm nón cái trong chi rồi dùn là ngay bà tờ số cầm nào đây 100 bách tờ tiên và pẹp và pu này đi bà vô là bò cái tờ prap phong thà vô tờ đạo là na hay nè để căn sạ cỏ đô nè căn và ly và ấy tờ tam phong còn ôi chết vào đôi ơi vô tờ phải dắt tên nè để liệt ở cá tờ thư chỉ tạ si đấy bàn tay vô là bò cái vô tờ bạch bà tờ phải dắt mình tên hai tipi tiết xong oi bom bồn nè chi rồi dùn tạ si chẳng o bà công trăm bay kia từ này nòm dương trâu tay prong phải giặt công oi chi lưu tờ bồn bà cô thằng này bà hai công tay nêu cái lạnh pli ở chi thì phần tay phốt pi pli chi bà nè chi bán phần tay viết chi chỉ vứt ở dụ chỉ vứt tờ bồn nè thế ở ai kết thà ấy oi phốt pi mục pli bà phù men ngọt bẩn ly ná ngọt dương ta chăm ấy cho ta bẩn ly tao ta này nó ban dương này bán nó khởi như nọ lừa tờ bồ ba đại khởi nhé bà này chọn này chứ lừa tờ bồ ba đại nè này đôi chỉ plau chiết lịch tao plau chiết lịch buồn này ấy nè bà vậy toàn này phó là lừa tờ bồ cả plau ba đại nè lừa nó ba đại nè thì nát lọp ấy lọp chi rồi chôn chẳng ấy sọp chi rồi dân tại si chẳng mình tay ọt đai chi lừa tờ bố lên khăn lẽ tần tịnh nó tự bát á mình ấy tao thế chi nó kiện tờ công ấy thế coi nó băng hàng khỏi tờ công lan tạ sĩ ở ban chung chẳng với như đặt phải triết ở lòng nền hay tăng này chạp đang xây một cùi mốc xây cùi mốc cha trang cùi khôi xây đây tay trang từ cùi khôi cùi cần liệt khôi phải triết kia đó cả một ban là xây mình là mục tích tăng đọc về chập đam bỏ bạ trô lên chẳng tăng thà niêng nhẹ chương tới ta trô lên thì trô lên lan do bởi triết cái này bị bà này tôi tên là Trần Trung Vinh nâng đầm nơi chạy tranh là bỏ bóng bồn bị chia bồ rót tàu sọc cầm nát nông bị thị bọn chùm bần xong bị chạy tha bị thị bọn chùm bần đây là những chạp đam đây để cái ta ngày thông ngày chùm bần thông đó về trong ngày chăn bàn tay cứ nè để cái tàu vót để bẹp bùn kháng cứ chập bị ngày Tết chăn kia thôi 7 ngày nữa ngày kia chọc ấy chọc à cha chứ ngày kia cho chung thông ngày chan là bên ngày kia này khác kia từ lọc mơ Phnom Penh bà cha ok bà chẳng đi đầm nào chạy tránh bị tì krong Phnom Penh bà hai nhóm nêu miền rương tràn tiết bà nêu miền rương tràn tiết đây là trâu chuẩn bị chun bàn tay của cô lôi khang cả nhà dân phải phô nhóm này trâu bọt to hiện nó cứ miền đôi chia sợi tây nôm đã kháo tà la ca sầm rạch khung khuôn hai nơi khai bạch đầm bóng bà hai nâng đọt thập bị ba prot cam chỉ môi nâng đầm nang ria cái nạp bạ sầm lên phía tây chung với những bánh hạt hành ti cua sa hộp đuôi từ ban từ đo sọc cầm nát vinh đầm bay chùa rùm bọn chùm bân và hai nâng bạ khai cầm co từ ban đầm lang và
សម្ដេចនាយករដ្ឋមន្ត្រីបង្ហាញនៅទស្សនៈពីការគ្រោះថ្នាក់ខ្លះៗដែលសម្រាប់ឲ្យប្រជាពលរដ្ឋធ្វើការពិចារណាបាទក្រុមហ៊ុនប្រេងសាំងបានបញ្ចុះតម្លៃ100 រៀលចាដូចតិចពីថ្ងៃហ្នឹងរហូតដល់ថ្ងៃទីបើចុះម្ដង500 រៀលអីទៅបានវាដូចទំនងចាព្រោះអីហ្នឹងចាលឺអ្នកខ្លះគាត់ថាចុះ100អញ្ចឹងគាត់100វាអត់លើខ្វះអីនឹង100អ្នកគាត់នេះខ្ញុំមើលមកស្អាមិញបាទចុះ100ហើយនឹង5ក្រុមហ៊ុនអាហ្នឹងវាមិនដឹងទេគេរកស៊ីគេថាខាតគេអីយើងមិនដឹងទេទៅចាប់ច្បាច់កគេឲ្យខាតក៏មិនកើតបើគេថាថ្លៃតែបើសិនក្រុមហ៊ុនណាមួយយល់ថាគេអាចធ្វើឲ្យថោកបានអាហ្នឹងចូលខ្លួនមកប្រកួតប្រជែងលើទីផ្សារដាក់ឲ្យថោកទៅច្បាស់ជាក្រុមហ៊ុនដែលថ្លៃហ្នឹងចូលម៉ូនខ្លួនឯងបាទព្រោះធម្មតាទីផ្សារសេរីមិនអញ្ចឹងចាបាទតោះកញ្ញាមានចាព័ត៌មានជាបន្តនេះគឺបរិសម្នាក់បានស្លាប់មុនពេលបញ្ជូនទៅដល់មន្ទីរពេទ្យដោយសារតែពុលបន្លែសាច់គោអាំងបរិសជាអ្នកដើរលក់អំបោះម្នាក់ត្រឡប់មកពីលក់អំបោះវិញហើយទៅផឹកស្រាសជាមួយនឹងមិត្តភ័ក្តិក្លែមសាច់គោអាំងចាហើយមានធម្មតាសាច់គោអាំងគឺគាត់មានបន្លែមានអីបន្លែឆៅអញ្ចឹងគាត់ហូបម៉ោង5ហ្នឹងគឺគាត់ហូបជាមួយនឹងពួកម៉ាក់របស់គាត់ស្រាប់តែពេលម៉ោង8យប់ហ្នឹងប្រពន្ធគាត់ប្រាប់ថាប្តីរបស់គាត់ហ្នឹងចាប់ដើមចុកពោះហើយក្អួតច្អោចេញមកសតាបន្លែប៉បៃតងហើយនៅពេលភ្លាមនោះគាត់បានបញ្ជូនប្តីរបស់គាត់ហ្នឹងទៅកាន់មន្ទីរពេទ្យបងឯកស្រុកត្រឹមខ្នាពេលទៅដល់មន្ទីរពេទ្យបងឯកហើយគឺពេទ្យគេបានចាក់ថ្នាំនឹងជួយសរោមរួចហើយប៉ុន្តែប្តីរបស់គាត់ហ្នឹងក៏នៅអត់ធូរស្រាលទៀតអញ្ចឹងពេទ្យគេប្រាប់ថាពុលបន្លែហើយអញ្ចឹងឲ្យបញ្ជូនបន្តមកមន្ទីរពេទ្យព្រះកុសុមៈពីព្រោះអីនៅទីនេះអត់មានជំនាញគ្រប់គ្រាន់ទេហើយប្រភពដដែលបន្តថាបន្ទាប់ពីគ្រូពេទ្យប្រាប់ឲ្យបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈប្រពន្ធនឹងក៏ឲ្យកូនយករថយន្តដឹកប្តីទៅព្យាបាលនៅមន្ទីរពេទ្យហើយនៅពេលធ្វើដំណើរតាមផ្លូវដល់ម្ដុំពោធិ៍ចិនតុងស្រាប់តែប្តីរបស់គាត់នឹងកន្ត្រាក់ដៃជើងមួយវឹបហើយក៏ស្ងប់ស្ងាត់ទៅវិញហើយនៅពេលនោះប្រពន្ធអត់ដឹងថាប្តីស្លាប់ទេតតែបញ្ជូនមកដល់មន្ទីរពេទ្យបានខាងពេទ្យគេប្រាប់ថាស្លាប់ហើយចាបាទមិនដឹងជាពុលបន្លែឬមែនខ្ញុំឮថាពុលបន្លែរឿងសាច់គោអាំងនេះចង់ភ្ញាក់ដែរព្រោះសពថ្ងៃពេលដែលជួបជុំមិត្តភ័ក្តិអីចូលចិត្តតែរឿងបន្លែច្រើនហ្មងចាហូបបន្លែគ្នាប៉ុន្តែមិនដឹងជារឿងពិតឬមិនពិតទេណារឿងពុលបន្លែហ្នឹងណាយើងមិនដឹងថាតើគាត់មានជំងឺអីនៅក្នុងខ្លួនថែមទៀតក៏មិនដឹងណាដែលធ្វើឲ្យប្រតិកម្មភ្លាមគាត់ស្លាប់ភ្លាមអញ្ចឹងបាទអាចមានជំងឺគាត់ប្រចាំកាយខ្លះដែរណាតោះជួយចាព័ត៌មានជាបន្តគឺតកតងជាមួយនឹងគ្រោះថ្នាក់ចរាចរណ៍រថយន្ត2គ្រឿងបុកចូលផ្ទះលក់ម៉ាស៊ីនក្រឡុកស៊ីម៉ង់រថយន្តកាមេរីឆ្លាមត្រវឹងស្រាបើកបុករថយន្ត Hilux Revo ជ្រុលទៅបុកម៉ាស៊ីនក្រឡុកស៊ីម៉ង់ដាក់តាំងលក់នៅមុខផ្ទះបណ្ដាលឲ្យខូចខាតអស់ចំនួន3គ្រឿងនៅវេលាម៉ោង2រំលងអាធ្រាត្រឈានចូលថ្ងៃទី9ខែតុលាចំណុចផ្លូវ163កែងនឹងផ្លូវ432សង្កាត់ទួលទំពង់2ខណ្ឌចំការមនរថយន្តបង្កម៉ាកកាមេរីឆ្លាមពណ៌ស្ករជីគ្នា2នាក់ក្នុងស្ថានភាពស្រវឹងបើកបរតាមផ្លូវ163ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនចំណែករថយន្តម៉ាក Hilux Revo ពណ៌សជីគ្នា2នាក់ជាបរិសុទ្ធវ័យចំណាស់ធ្វើដំណើរតាមផ្លូវលេខ432ទិសដៅពីកាតលេខក្នុងល្បឿនលឿនដូចគ្នាប្រភពព័ត៌មានបានឲ្យដឹងថារថយន្តបង្កបើកបរក្នុងស្ថានភាពស្រវឹងហើយលឿនមកដល់ចំណុចផ្លូវកែងបានបើកទៅបុកចំរថយន្តម៉ាក Hilux Revo បណ្ដាលឲ្យរថយន្តទាំងពីរគ្រឿងជ្រុលចង្កូតទៅបុកនឹងម៉ាស៊ីនក្រឡុកស៊ីម៉ង់ដែលគេដាក់តាំងលក់នៅមុខផ្ទះបណ្ដាលឲ្យក្រពិតអស់ចំនួន3ម៉ាស៊ីនចំណែករថយន្តខ្ទេចផ្នែកខាងមុខទាំងពីរគ្រឿងតែអត់មានអ្នករងរបួសទេក្រោយពេលកើតហេតុរថយន្តទាំងពីរគ្រឿងសុទ្ធតែមានក្រុមហ៊ុនធានារ៉ាប់រងដូចគ្នាមិនបានធ្វើការចរចាគ្នាអាងក្រុមហ៊ុនជាអ្នកដោះស្រាយត្រូវសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករងចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់ហើយព័ត៌មានជាបន្តនេះគឺផ្លូវកំពុងតែស្ទះចរាចរណ៍រថយន្ត2គ្រឿងប៉ះគ្នារថយន្តដឹកគ្រឿងចាក់1គ្រឿងបានបើកគៀររថយន្ត1គ្រឿងទៀតដែលកំពុងឈប់រងចាំភ្លើងស្តុបខណៈដែលផ្លូវកំពុងតែស្ទះចរាចរណ៍បន្ទាប់ពីមេឃទើបនឹងរាំងភ្លៀងកាលពីម៉ោង 7:30 នាទីយប់ថ្ងៃទី8ខែតុលាឆ្នាំ2015ស្ថិតតាមបណ្ដោយផ្លូវលេខ598ត្រង់ចំណុចភ្លើងស្តុបត្រឡោក3សង្កាត់បឹងកក់2ខណ្ឌទួលគោករថយន្តរងគ្រោះម៉ាទីសពបៃតងបើកបរដោយស្ត្រីម្នាក់ជាបុគ្គលិកអង្គការចៃកាអាយុប្រមាណ30ឆ្នាំបើកបរក្នុងទិសដៅពីជើងទៅត្បូងរីឯរថយន្តបង្កជាប្រភេទរថយន្តដឹកគ្រឿងចាក់ម៉ាកចាគឺម៉ាក Fuso ពណ៌បៃតងជារថយន្តដឹកគ្រឿងចាក់ជិះគ្នា2នាក់ក្នុងទិសដៅពីជើងទៅត្បូងស្របទៅគ្នាបើតាមប្រភពព័ត៌មានពីកន្លែងកាត់ហេតុបានឲ្យដឹងថាមុនពេលកាត់ហេតុភ្លៀងធ្លាក់1មេត្រធ្វើឲ្យជនលិចស្ទើរគ្រប់ផ្លូវក្នុងរាជធានីភ្នំពេញលុះពេលមេឃរាំងវិញធ្វើឲ្យមានការកកស្ទះនៅចំណុចខាងលើស្រាប់តែរថយន្តបង្កនិងរថយន្តរងគ្រោះបើកស្របទិសគ្នាហើយបានឈប់រងចាំភ្លើងស្តុបប៉ុន្តែរថយន្តបង្កព្យាយាមរុលទៅមុខទាំងផ្លូវកំពុងតែស្ទះចរាចរណ៍មិនដឹងថាក្បាលរថយន្តរបស់ខ្លួនទៅប៉ះនឹងទ្វាររថយន្តខាងឆ្វេងរបស់រថយន្តរងគ្រោះឡើយ
ក្រោយពេលកាត់ហេតុភាគីទាំងពីរបានធ្វើការចរចាគ្នាដោយរថយន្តខាងបង្កមានក្រុមហ៊ុនធានារ៉ាប់រងបានសងចំនួន$150ដើម្បីបញ្ចប់រឿង បាទសពថ្ងៃនេះខ្ញុំសង្កេតឃើញអ្នកបើកបរតាមទីសាធារណៈខ្ញុំឃើញពេលខ្លះចូលចិត្តប្រជែងគ្នានៅពេលដែលផ្លូវកំពុងចង្អៀតហើយខ្លះទៀតយើងឃើញថាឡានកំពុងតែស្ទះបន្តកតុយគ្នាទៅហើយគេទុកឲ្យចន្លោះដែលនៅខាងស្ដាំមកពីខាងឆ្វេងយើងដែលគេមកស្ដាំខាងគេនោះបែរជាអ្នកខ្លះឃើញអាផ្លូវគេទុកចំហហ្នឹងស្រាប់ទៅវ៉ាវទៅតាមនោះទៀតទៅដល់ពេលអញ្ចឹងទៅគេមកខាងស្ដាំខាងនោះវាមកអត់រួចទេបាទអ្នកគិតយ៉ាងម៉េចធ្វើឲ្យអាការកកស្ទះថាគិតថាវិរយៈពេលខ្លីដល់ពេលអ្នកម្នាក់អត់គោរពច្បាប់អញ្ចឹងទៅធ្វើឲ្យពេលវេលាកកស្ទះកាន់តែយូរហើយតាំងដល់ពេលស្ទះហើយបែរជារមើលប៉ូលីសតែអត់ឃើញប៉ូលីសមកចិត្តសោះໄວស្ទះប៉ុណ្ណឹងហើយតែតាមពិតវាកើតឡើងពីការមិនគោរពច្បាប់ខ្លួនឯងហើយអត់អធិស្ឋានខ្លួនឯងគ្នាឯងបាទបើយើងទៅក្នុងខ្សែបន្ទាត់ខាងស្ដាំយើងទៅខាងហ្នឹងទៅបាទវាស្ទះមែនប៉ុន្តែវាមិនយូរទេបើសិនជាយើងគោរពច្បាប់ទាំងអស់គ្នាចុះបើអ្នកគិតតែចង់វ៉ាចង់ជែងនៅពេលផ្លូវចង្អៀតបាទអញ្ចឹងគ្មានអីក្រៅពីធ្វើឲ្យប៉ូលីសពីប្របាក់ដោះដល់មែនតែនទៅជាអត់យកច្បាប់ជាធំគិតថាចាំឃើញប៉ូលីសសុំគោរពវាទៅជាអញ្ចឹងបាទកម្លាំងប៉ូលីសមានប្រមាណដែលទៅជួយសម្រួលយើងតើគ្នាហត់យ៉ាងណាទៅឈរជ្រុងកដាលថ្ងៃកដាលភ្លៀងកដាលវាលហើយចាំបញ្ជានៅពេលខ្លះគ្នាធ្វើចរាចរណ៍ឲ្យឃើញឡាននោះវាមកបើចាស់ទើគេខំទៅគាត់ទៅជួបឲ្យទៅបែរពេលខ្លះក៏សម្លក់សម្លឹងប៉ូលីសឌីលប៉ូលីសតែឯងមើលឡានអត់មើលផ្លាកលេខឡានទេទៅវាច្រាស់ក៏វាច្រាស់ទៅមើលផ្លាកលេខឡានបាទឃើញការ៉េទេហើយចុះការ៉េទៅចុះជប៉ុនទៅបាទបារាំងក៏បារាំងទៅយើងយកច្បាប់ជាធំទៅវិញម៉េចគុំទៅយកឡានការ៉េឡានលេខការ៉េមកពងអួតមកបន្លាយធ្វើស្អីចុះគេជិះអាស៊ុយការ៉េគេមិនបន្លាយផងជិះឡានការ៉េមកតោនកន្លះគេមិនបន្លាយផងបាទអញ្ចឹងកុំយកអានឹងមកពងអួតគេយើងបើធ្វើតែបែបនេះមិនដឹងជាច្បាប់ទម្លាប់យើងនៅណាហើយយើងថ្ងៃណាពេលណាទើបយើងនាំគ្នាគោរពច្បាប់ 100% បានទាំងអស់គ្នាបាទអញ្ចឹងពេលផ្លូវចង្អៀតឥឡូវពេលនេះចាំមើលតចាប់ពីម៉ោងនឹងទៅថ្ងៃនេះល្ងាចកាន់តណែនចាក់ចេញហើយថ្ងៃស្អែកព្រឹកផងល្ងាចផងស្អែកសៅរ៍ចាចាំសង្កេតចេញចាចេញទៅស្រុកចេញបាទអញ្ចឹងបើយើងមិនគោរពច្បាប់ទាំងអស់គ្នាប្រហែលជាចេញពីទីក្រុងភ្នំពេញអត់រួចទេព្រោះទីក្រុងភ្នំពេញជាកន្លែងប្រមូលផ្ដុំមជ្ឈមណ្ឌលពាណិជ្ជកម្មពលរដ្ឋរបស់យើងគ្រប់ខេត្តក្រុងទាំងអស់មកបំពេញការងារទាំងតូចទាំងធំនៅទីប្រជុំជនទាំងអស់បាទអញ្ចឹងពេលដែលចេញទៅស្រុកកំណើតម្ដងគឺពពាក់ពពូនចេញទៅអញ្ចឹងបើគិតជាភាគរយអ្នកនៅទីក្រុងភ្នំពេញសុទ្ធតែភាគច្រើនអ្នកមានស្រុកកំណើតនៅតាមបណ្ដាខេត្តភាគច្រើនណាអញ្ចឹងយើងរួមគ្នាគោរពទៅណាដើម្បីឲ្យការធ្វើដំណើររបស់យើងប្រកបដោយសុវត្ថិភាពហើយកុំបើកលឿនកុំបើកវ៉ាជែងនៅពេលផ្លូវចង្អៀតត្រូវគោរពច្បាប់អ្នកម៉ូតូកុំជិះកដាលផ្លូវឡានត្រូវចេះអែបហើយកុំជិះជ្រេបាទពួកងាប់ទៅអត់មានពីណាសរសើរទេរឿងជិះជ្រេឡានចូលឡានងាប់នេះគេអត់សរសើរទេបាទអញ្ចឹងគ្មានអីក្រៅពីខ្លួនយើងជាអ្នកការពារខ្លួនយើងទេណាបាទទូទាំងអ្នកជនឥឡូវនេះសូមពេលសម្រាប់បន្តិចសិនបាទតិចទៀតវិលមកជួបគ្នាបន្ត